ស្ដីអ្នកទាំងអស់គ្នាបានថ្ងៃនេះយើងបានមកបេះឈូកបេះអីដើម្បីរៀបចំដាក់សែនតែគាត់ថាឈូកនេះយើងបេះនៅខ្ញុំអត់ដឹងនៅនឹងគេហៅឲ្យដែរតែគាត់ថានៅនឹងឈូកស្អាតល្អហើយខ្ញុំក៏បានបេះឈូកបេះអីជូនidol របស់យើងហ្នឹងមានអីអ្នកឈូកស្អាតអញ្ចឹងហើយបេះឈូកអីរុំអានេះខ្ញុំទៅកពតជាលើកដំបូងដែរហើយមានណានេះមករបាយនេះរំដែរដើរលេងខេត្តហ្នឹងទេហើយក៏មានណានេះពីអ្នកក្មេងតូចអូសត្រីមានបានទេបានត្រីស្គាត្រីតូចត្រីកំ plong បងប្អូនអូចឹងមកខ្ញុំធ្វើដូចអូមកមួនបានអញ្ចឹងតែប៉ុតជំនាន់ហ្នឹងក៏អូសលើកទី1រុំតែដល់ហ្នឹងស្អីគេខ្ញុំធ្វើជាលើកទី1ដែរព្រោះថាខ្ញុំអត់ដែលបានស្គាល់រសជាតិបែបចឹងទេព្រោះថាខ្ញុំក៏មិនអ្នកពេញក៏មិនអ្នកអីដែរគឺអ្នកនៅខេត្តចំហើយតែគាត់ថាអត់ដែលស្គាល់រសជាតិបែបហ្នឹងទេព្រោះថាយើងអត់ដែលធ្វើវាហើយកាប់ដូងកាប់អីនេះមានណាអ្នកបេះដូងបែបអីកាប់ចឹងមកហើយរំខ្ញុំចូលចិត្តបែបបរិយាកាសបែបហ្នឹងចឹងមិនខ្ញុំអាសាទៅលេងសាទៅអីថតឲ្យពុកម៉ែបងប្អូនពូមីងមើលទាំងអស់គ្នាហើយយើងកាប់ដូងកាប់អីចឹងមកហើយដូងនេះវារៀងចាស់ហៅដូងស្ករតែមិនដឹងតែចេះកាប់ទៅហើយបន្ទាប់មកនេះយើងកំពុងតែកាច់កកាច់ស្រង់ដើម្បីគាត់ថាចុះទៅចាប់ត្រីបានណាតាមពិតគ្មានបានទេបងប្អូនអើយឈោមមើលទេដូចថាយើងអត់ដែលឃើញចឹងហើយយើងអត់ដែលធ្វើបែបចឹងក៏យើងមានអារម្មណ៍ថាបើសិនជាបានត្រីនៅក្នុងនឹងយកមកដឹងល្អប៉ុណ្ណានេះហើយក៏បានដាក់នុយដាក់អីស្ទូចទៅពិតគ្មានទៅស្ទូចបានអីទេគាត់ថាដូចគាត់ថាសំដែងក៏ដូចសំដែងដែរមានណានេះមកច្រាមផុកច្រាមអីចឹងមកទៅជាលក់ស្វាយជាលក់អីមកនេះហើយមានណាច្រាមនៅកន្លែងមន់កន្លែងអីចឹកទៀតខ្ញុំលក្ខណៈធ្វើបែបស្រុកស្រែវាសុបាយបងប្អូនពុំមានអ្នកគ្នាមាននឹងមកជាលក្ខណៈគ្រួសារចឹងមកចិត្តស្វាយចិត្តអីចឹងមកមានណាឆ្ងាញ់ណាបងប្អូនអើយនៅតាមចឹងគួយមើលទេសភាពគួយមើលស្ទូចត្រីគួយបងត្រីចឹងមកមានណាហើយក៏បងគាត់បានបងស្នាញ់បងអីចឹងមកហើយដល់ពិតបងហ្នឹងគេហៅបងឲ្យត្រៀបមិនបានច្រើនចឹងណាបើសិនយើងបោះឲ្យចាប់មកវាសបានច្រើនដែរមានណាអ្នកដាក់មកស្នាញ់ទៅអូកប់សេរីយល់អានេះសិតតែលើកទី1សម្រាប់ខ្ញុំហើយខ្ញុំបានឃើញបានទៅចាប់ត្រីចឹងខ្ញុំដើរទៅដូចអ្នកចាប់បានដែរយ៉ាងពិតមានទៅចាប់បានដើរយកធុនតមកបងគាត់បោះត្រីបោះឲ្យឡើងមកយំនៅនឹងសម្បូរតែត្រីគេហៅត្រីម្រេចបើនៅស្រុកខ្ញុំគេហៅត្រីខ្លានីនតែបើនៅស្រុកហ្នឹងគាត់ហៅត្រីម្រេចហើយមានណារូបបានច្រើនជំនាន់ហ្នឹងច្រើនមែនតើហើយខ្ញុំក៏មានអារម្មណ៍ថាសប្បាយវាបានទៅលេងជាលើកទី1ហើយឃើញបរិយាកាសបែបហ្នឹងគឺរៀងតែយល់ថាមួយខែទៅខែទៅមួយខែក៏បានដែរតែសំខាន់គឺយើងមក relax មកជាលើកដំបូងគាត់ហើយក៏ជាប់ចិត្តនៅខេត្តហ្នឹងទៅហើយមានណាអ្នកចោះចាប់ត្រីចោះត្រៀបត្រីគេដែររុំអត់ចេះទេតែគាត់ថាធ្វើឃើញគាត់ធ្វើទៅតាំងគាត់ទៅតែមានអារម្មណ៍ថាសុបាយដែរព្រោះថាខ្ញុំមិនដែលធ្វើយ៉ាងទេហើយមានណាអ្នកឈោត្រឹងត្រង់គាត់ថាចោះអត់ទេកាត់មើលសិនណាយល់មិនបងអត់សូវហ៊ានចោះចេះត្រៀបទេព្រោះថាគាត់ថាត្រៀបមិនបានណាព្រោះថាយល់អត់ដែរលើកទី1ទាំងអស់ចោះត្រៀបចោះចាប់ត្រីចោះអីហ្នឹងសិតតែលើកទី1ដល់យល់អត់ដែរធ្វើវាទេហើយមានណាអ្នកត្រៀបប្រើអីប្រើខ្ញុំដល់ពេលចេះតែម្ដងញ៉ាំrồiទៅលើក្រោយធ្វើចឹងទៀតទៅក្រោយធ្វើចឹងទៀតមានណាលើក្រោយអូសត្រីអូអីចឹងមកនេះបងប្អូនអីគាត់អង្គុយមើលចឹងទៅម៉ាក់ក្មេងអីគាត់អង្គុយមើលចឹងទៅមានណាត្រៀបចុះឡើងទៅអូមានណានេះត្រៀបចឹងអូប្រើត្រៀបដល់អូប្រើមានណានេះយល់រួមទៅបើនិយាយតែបានច្រើនហ្នឹងគឺបានច្រើនមែនទែនហើយខ្ញុំចូលទៅធ្វើដូចជាឆាគ្រឿងហើយមានណានេះអូលទ្ធផលដែលបានមានណានេះអូសប្បាយចិត្តតែរូបបានមួយណាយំបើគិតទៅបានប្រហែលដូចជា3 4ទេសមត្ថភាពខ្ញុំធ្វើបានតែគាត់ថាការប៉ុណ្ណឹងសិតបងគាត់អ្នកចាំអីទាំងអស់ហើយមានណាអ្នកថតចឹងមកនេះបានអ្នកត្រីគេហៅត្រីម្រេចនេះមានណាឥឡូវចាប់ផ្ដើមចាប់ហើយនេះបានហើយលើកចុងក្រោយនេះមែនតែកប់សេរីអូខេពុកម៉ែអូនពុំមានអរគ្នាបាទហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្ណឹងបាយជួបគ្នានៅវីដេអូក្រោយ